រឿងពស់ថ្លាន់ក្អែពឹសកាលពីព្រេងនាយមានបុរសម្នាក់ទើបនឹងការប្រពន្ធហើយថ្មីថ្ងៃមួយបុរសនោះនាំប្រពន្ធទៅលេងឯផ្ទះឪពុកម្ដាយរបស់ខ្លួនពេលនោះមានពស់ថ្លាន់មួយលូនចេញពីព្រៃមកបានឃើញដានជើងបុរសប្តីប្រពន្ធនៅតាមផ្លូវធ្លាក៏លិទ្ធដានជើងនោះដោយអំណាចពឹសដ៏ខ្លាំងក្លារបស់ពស់ថ្លាន់មនុស្សទាំងពីរនាក់ប្តីប្រពន្ធក៏បានស្លាប់ក្រោយពេលបានទៅដល់ផ្ទះឪពុកម្ដាយព្រមទាំងបងប្អូនញាតិសន្តានទាំងអស់យំសោកអាឡោះអាល័យសង្រេងសង្រីគ្រប់គ្នាព្រមទាំងនាំគ្នាធ្វើបុណ្យសពឲ្យផងដើម្បីអួតអាងអំពីឥទ្ធិពលនៃពឹសរបស់ខ្លួនពស់ថ្លាន់ក៏សួរទៅសត្វក្អែកថាបងក្អែកខ្ញុំឮសូរមាត់មនុស្សអ្វីអ៊ូអម្លេះនៅក្នុងភូមិក្អែកឆ្លើយថាគេសើចសប្បាយទេតើព្រោះគេធ្លាប់ដឹងថាពឹសបងថ្លាន់ឯងនេះពូកែណាស់គ្រាន់តែលិទ្ធតាមស្នាមជើងក៏ស្លាប់បានដែរតែឥឡូវនេះលិទ្ធស្នាមជើងរបស់គេទៅហើយបែរជាមិនស្លាប់ទៅវិញទើបគេសើចសប្បាយរីករាយទាំងអស់គ្នាថ្លាន់ឮដូច្នេះនឹកអន់ចិត្តថាពឹសរបស់អញធ្លាប់តែពូកែឈុតឆាប់គ្រាន់តែលិទ្ធស្នាមជើងគេក៏ងាប់ដែរបើឥឡូវលែងពូកែវិញនឹងទុកវាធ្វើអ្វីត្រូវតែក្អែលវាចោលចេញឲ្យអស់ពីខ្លួនតបហើយក៏ក្អែពឹសរបស់ខ្លួនចោលចេញអស់គ្មានសល់ពពួកសត្វទាំងឡាយមានពស់ត្រីក្អែបទួយសង្អាស្រាំងឪម៉ាល់ជាដើមបានដឹងថាថ្លាន់ក្អែពឹសចោលក៏នាំគ្នាលូននាំគ្នាហាលមកដណ្ដើមយកពឹសរបស់ថ្លាន់គ្រប់គ្នាខ្លះបានច្រើនខ្លះបានតិចខ្លះទៀតក៏មិនបានដោយមកមិនទាន់គេសត្វពស់ដែលយកពស់ថ្លាន់បានច្រើនជាងគេគឺពស់ប្រលិតចាន់ល្មមពស់ដីពស់ព្រេងពស់ព្រៃពស់ខ្សែគោពស់កុកពស់ផ្កាមមូសនិងពស់សម្លាប់កង្កែបពពួកពស់ទាំងនេះយកពឹសពស់ថ្លាន់បានច្រើនជាងគេហេតុនេះហើយបានជាឥឡូវពស់ទាំងនេះទៅជាចឹកមនុស្សមិនស្លាប់មានឈឺចាប់អ្វីសោះព្រោះពឹសថ្លាន់គេថាបើមានច្រើនពេកត្រឡប់ជាគ្មានឈឺចាប់ទៅវិញដោយពេលឃើញចឹកមនុស្សនេះពឹសវារត់ហួសពពួកពស់ដែលយកពឹសថ្លាន់បានតិចល្មមនោះគឺពស់វែកដំបូកវែកស្រងែវែករនាមវែកក្របីស្នាអន្សោងពភ្លាក់ជាដើមហេតុនេះហើយបានជាពពួកពស់នេះមានពឹសពូកែឈុតឆាប់ណាស់តែចឹកហើយកំរនឹងមើលជាបានចំណែកឯសត្វត្រីអណ្ដែងកញ្ចុះខ្លាំងទួយក្អែបខ្ចាដំរីស្រមោចសង្អាស្រាំងឱម៉ាល់ឃ្មុំព្រូដែលទៅក្រោយគេក៏ប្រមូលយកតែពឹសដែលនៅសល់បន្តិចបន្តួចយកមកប្រឡាក់ចុងធ្នង់និងត្រនិចរៀងខ្លួនហេតុនេះហើយបានជាពពួកសត្វទាំងនេះមានពឹសតិចតួចមកដល់សពថ្ងៃរីឯត្រីក្រមុំនិងត្រីពោខឹងណាស់ព្រោះដណ្ដើមយកពឹសពស់ថ្លាន់មិនបាននឹងគេក៏ស្រែកយំហើមមុខស្វល់ត្រីសណ្ដាយឃើញត្រីក្រមុំយំសោកដូច្នេះក៏សោកក្អាក់ក្អាយមិនឈប់ទោះតែរយះមាត់អស់ព្រោះហេតុនេះហើយបានជាត្រីក្រមុំមានមុខស្ពុលធំឯត្រីសណ្ដាយមានមាត់វែងច្រវាបរហូតមកដល់សពថ្ងៃពស់ថ្លាន់កាលបើក្អែលពឹសចោលអស់ហើយក៏អស់ឫទ្ធិអំណាចដោយចាញ់ឧបាយកលសត្វក្អែកចាប់តាំងពីពេលនោះមកមនុស្សទាំងអស់ក៏មានសេចក្តីសប្បាយរីករាយដោយថ្លាន់អស់ពឹសដ៏ខ្លាំងក្លានោះលែងមានសេចក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ដោយសារពស់ថ្លាន់រហូតមកដល់សព្វថ្ងៃរឿងពស់ថ្លាន់ឯពឹសចប់ដោយបរិបូរណ៍